ជាអ្នកវិទ្យាសារណាថាដែលមានគេឈ្មោះថា Stone Rescue ថ្ងៃនេះគឺខ្ញុំមកចង់អាប់ដេតពីកូនដែលដេកស្រ័យដល់ការចាត់ដែលយើងបានទៅជួយសង្គ្រោះទាំងយប់យុគទី7នេះអញ្ចឹងសម្រាប់បញ្ហានៃគាត់ដែលវិវត្តឲ្យគាត់ដល់ថ្នាក់ដេកស្រ័យមកកន្លែងដែលការជិះចាប់ហ្នឹងគឺវាបកកដោយជំងឺគ្រុនដង្កាយបងប្អូនហើយនៅក្នុងកម្រិតមួយដែលធ្ងន់ធ្ងរមុនដំបូងខ្ញុំស្មានតែគាត់មានជំងឺឆ្លងផងដោយសារតែអ្វីដែលយើងបារម្ភគឺខ្លាចគាត់មានជំងឺឆ្លងអញ្ចឹងយើងធ្វើការតេស្តជំងឺ December មួយដែលវានៅក្នុងជំងឺ December ហ្នឹងវាអាចនឹងមានស្តៀងការវិវត្តហ្នឹងមានស្តៀងបែបហ្នឹងដែរវាអាចមេរោគវាវាយលុកទៅលើប្រព័ន្ធប្រសាទឬក៏សរីរាង្គកាយឬក៏សាច់ដុំមួយពួកគាត់ហ្នឹងឲ្យវាលែងដំណើរការប៉ុន្តែបន្ទាប់ពីយើងតេស្តហើយគឺគាត់អត់មានជំងឺឆ្លង December ទេអាហ្នឹងគឺវាល្អវិញតែគាត់មានជំងឺគ្រុនដង្កាយគ្រាន់តែថាជំងឺគ្រុនដង្កាយរបស់គាត់នេះគឺវាកម្រិតធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់ដែលវាដេកស្រ័យដល់ការជិះចាប់បងប្អូនចុះបងប្អូនអាចមើលបានគាត់នេះគឺក្នុងសម្រាប់ពេលនេះគឺគាត់ញ៉ាំបាននេះបានហើយគឺគាត់ចាប់ផ្ដើមល្អប្រសើរម្ដងតិចហើយពីញ៉ាំអត់បានរហូតដល់ញ៉ាំបានពេលនេះគាត់ញ៉ាំបានដោយខ្លួនឯងប៉ុន្តែគាត់នៅតែអត់ទាន់បានក្រោកឈរដល់ខ្លួនឯងបានទេអញ្ចឹងវាត្រូវការពេលវេលាយូរទៀតបងប្អូនដោយសារតែគាត់ដល់កម្រិតមួយដែលធ្ងន់ធ្ងរខ្លាំងហើយគាត់ថាគាត់កាចមែនទេមិនមែន slow ទេបងប្អូនមិនមែន slow ដូចកូនដែលបាក់ស្គៀមទេគាត់កាចខ្លាំងបងប្អូនអញ្ចឹងដល់ពេលដែលយើងឲ្យអាហារគាត់គឺត្រូវប្រុងប្រយ័ត្នតែគាត់សង្ឃឹមតែគាត់នឹងល្អប្រសើរបន្ថែមទៀតនៅពេលដែលមួយរយៈទៀតព្រោះនឹងវាត្រូវការពេលវេលាយូរបងប្អូនហើយគឺគាត់ថាល្អប្រសើរដោយសារតែគាត់ញ៉ាំបាននេះបានហើយយើងក៏ខាងពេទ្យក៏បានព្យាយាមឲ្យសាច់ជាច្រើនហើយគាត់ញ៉ាំដើម្បីមានកម្លាំងបន្ថែមបងប្អូនអញ្ចឹងមានអ្វីបន្ថែមទៀតខ្ញុំនឹងអាប់ដេតបងប្អូនទៀតបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន